voice of America in Kabul. អរុនសួស្តីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីពីរដ្ឋធានី Washington ខ្ញុំបាទសុកខេមរាសូមស្វាគមន៍ប្រិយមិត្តដែលបានស្ដាប់កម្មវិធីផ្សាយតាមវិទ្យុរបស់ VOA នៅព្រឹកថ្ងៃពុធទី22ខែមករាឆ្នាំ2025ជាបឋមខ្ញុំសូមជូនដើមរឿងព័ត៌មានសំខាន់ៗលោកត្រាំដកតំណែងស្ត្រីដំបងដែលដឹកនាំទីភ្នាក់ងារយោធាអាមេរិកលោកពូទីនពិភាក្សាសម្ដាប់ធ្នាប់សកលលោកព្រះឧបោសជាមួយនឹងលោកស៊ីប៉ុន្មានម៉ោងបន្ទាប់ពីការស្បាត់ចូលកាន់មុខតំណែងរបស់លោកត្រាំមេបញ្ជាការកងទ័ពអ៊ីស្រាអែលដែលនឹងលាលែងពីតំណែងដើម្បីទទួលខុសត្រូវចំពោះបរាជ័យខាងសន្តិសុខថ្ងៃទី7ខែតុលាឆ្នាំ2023តទៅនេះខ្ញុំបាទសូមជូនព័ត៌មានអន្តរជាតិរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានបណ្ដេញឧត្តមនាវាតូគឺអ្នកស្រី Linda Fagan ដែលជាស្ត្រីដំបូងដឹកនាំទីភ្នាក់ងារយោធាអាមេរិកក្នុងមុខតំណែងជាប្រធានឆ្មាំការពារជាតិក្រសួងសន្តិសុខមាតុភូមិដែលគ្រប់គ្រងឆ្មាំការពារជាតិមិនបានឆ្លើយតបភ្លាមៗលើសំណើសុំអត្ថាធិប្បាយកាលពីថ្ងៃអង្គារទៅលើការដកមុខតំណែងរបស់អ្នកស្រី Fagan នោះទេការព័ត៌មាន Fox News បានដកស្រង់ពាក្យសម្ដីរបស់មន្ត្រីជាន់ខ្ពស់ម្នាក់ដែលបានថ្លែងប្រាប់ពីមូលហេតុនានាដែលនាំឲ្យដកមុខតំណែងរបស់អ្នកស្រីរួមបញ្ចូលទាំងការបរាជ័យនៅក្នុងការដោះស្រាយការគំរាមកំហែងសន្តិសុខព្រំដែនការផ្ដោតខ្លាំងហួសហេតុទៅលើភាពចម្រុះសមភាពនិងការបាត់បង់សេចក្តីទុកចិត្តលើការស៊ើបអង្កេតរបស់ឆ្មាំការពារជាតិទៅលើរឿងក្តីបំពានផ្លូវភេទលោកត្រាំនិងសមាជិកគណៈបក្សសាធារណរដ្ឋដទៃទៀតបានតវ៉ាជាយូរមកហើយប្រឆាំងនឹងកម្មវិធីរដ្ឋាភិបាល